ហាមគេមិនឲ្យប្រើប្រាស់តំណែងសៀមទេឲ្យគេពាក់ហិកាប៉ុន្តែខ្លួនឯងបែរជាពាក់អាវដែលផលិតដោយពួកសៀមខ្ញុំឃើញបងប្អូនយើងមួយចំនួនបញ្ចេញប្រតិកម្មទៅលើអាវរបស់ឯកឧត្តមហ៊ុនម៉ាណីពាក់កាលពីថ្ងៃចូលឆ្នាំខ្មែរគឺនៅក្នុងព្រឹត្តិការណ៍នគរសង្គ្រាមហ្នឹងគាត់ប្រតិកម្មថាជាថ្នាក់ដឹកនាំបែរជាពាក់អាវរបស់សៀមអីចឹងទៅបងប្អូនខ្លះប្រហែលអត់ដឹងទេថាអាវហ្នឹងគឺជាអាវ SEA Games ផលិតតាំងពីនៅក្នុងឆ្នាំ2023កាលនោះជាព្រឹត្តិការណ៍ដ៏មានមោទនភាពនៅក្នុងប្រទេសកម្ពុជាយើងខ្ញុំកាលហ្នឹងជាយុវជនស្ម័គ្រចិត្តខ្ញុំក៏ទទួលបានអាវនឹងមួយផងដែរប៉ុន្តែជាអាវពណ៌ស្វាយហើយអាវយុវជនស្ម័គ្រចិត្តកាលហ្នឹងគឺមាន logo FTB នឹងទាំងអស់តែម្ដងដោយសារតែឯកាលហ្នឹងយើងផលិតនៅប្រទេសពួកអាស៊ានយើងអត់ទាន់មានរឿងជាមួយនឹងពួកវានោះទេប៉ុន្តែចាប់តាំងពីយើងមានរឿងជាមួយវាមកយើងមិនដែលទៅផលិតអាវអីជាមួយពួកវានោះទេរាល់អាវកម្មវិធីរបស់យុវជនស្ម័គ្រចិត្តទាំងអស់គឺផលិតនៅក្នុងប្រទេសកម្ពុជាយើងតែម្ដងអញ្ចឹងឲ្យសូមឲ្យពុកម៉ែបងប្អូនយល់ត្រង់ហ្នឹងផងមិនមែនទៅតែផលិតនៅពេលដែលយើងមានចំនួនជាមួយពួកវាទៀតនោះទេបងបើកចិត្តឲ្យត្រូវតែគិតថាពហិការឲ្យវាចំណេញយើងបើអាវនឹងយើងទិញឲ្យលុយវាអស់ហើយអញ្ចឹងយើងយកមកយើងប្រើឲ្យវាអស់សាច់ឲ្យវាអស់ថ្លៃទៅចាំបាច់អីយកទៅបោះចោលធ្វើអីគុំតែគិតលើអា logo ទូចមួយយើងបដោតទៅលើនោះអាវនឹងជាអាវមោទនភាពជាតិយើងជាអាវតំណាងឲ្យព្រឹត្តិការណ៍ SEA Games នៅក្នុងឆ្នាំ2023ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះបងប្អូនបើកចិត្តឲ្យទៅលាឧទាហរណ៍បើយើងធ្វើផ្ទះសម្បែងយើងសង់វីឡាប៉ុណ្ណានៃការនឹងយើងអត់តន់ឆ្លោះគ្នាជាមួយវាយើងយកគ្រឿងសំណង់ផ្សេងៗមកពីវាឥឡូវយើងឆ្លោះគ្នាជាមួយវាយើងទៅដំបំបែកផ្ទះយើងចោលដោយសារតែយើងឆ្លោះគ្នាជាមួយវាដែរមែនយើងពាក់ហិការបែបហ្នឹងគឺយើងពាក់ហិការខាត់ដើមធ្វើឲ្យយើងអត់មានផលចំណេញនោះទេពុកម៉ែបងប្អូនទាំងគ្នា